ជំរាបសួរនាងខ្ញុំលោកសុវណ្ណប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំវកប្រចាំខែមេសាឬខែ4ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយជោគជតារាសីនៅក្នុងខែនេះបានបង្ហាញថានឹងមានភាពល្អប្រសើរឡើងជាងខែកន្លងមកខ្លះៗដែរដូច្នេះភាពជោគជ័យគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នកហើយលោកអ្នកនឹងអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកមានបុណ្យស័ក្តិឬលោកអ្នកអាចទទួលបានការចាប់អារម្មណ៍ពីមនុស្សចាស់ទុំឬលោកអ្នកអាចទទួលបានការចាប់អារម្មណ៍ពីចៅហ្វាយនាយឬលោកអ្នកអាចទទួលបានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនហេតុដូច្នេះដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងាររបស់លោកអ្នកវាក៏នឹងអាចនាំឲ្យលោកអ្នកទទួលបាននៅការឡើងតួនាទីឬលោកអ្នកអាចទទួលបាននៅអំណាចឬលោកអ្នកអាចទទួលបាននៅកិត្តិយសដ៏ប្រសើរជាងមុនដែរប្រសិនបើលោកអ្នកជាបុគ្គលិកបម្រើការងារនៅតាមអង្គភាពផ្សេងៗក្នុងខែនេះនឹងអាចទទួលបានការទទួលស្គាល់សមត្ថភាពរបស់លោកអ្នកពីសំណាក់ចៅហ្វាយនាយក្នុងភារកិច្ចដែលលោកអ្នកទទួលខុសត្រូវហើយប្រហែលជាអាចទទួលបានការដំឡើងតំណែងផងដែរទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរតែព្យាយាមយកចិត្តទុកដាក់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពចំពោះភារកិច្ចដែលលោកអ្នកទទួលខុសត្រូវឲ្យបានល្អបើទោះបីជាមានឧបសគ្គធំក្តីឬមានឧបសគ្គតូចក្តីយ៉ាងណាក៏ដោយដូចគ្នានេះដែរប្រសិនបើលោកអ្នកកំពុងតែស្វែងរកការងារឬលោកអ្នកមានបំណងចង់ផ្លាស់ប្ដូរតំណែងណាមួយនោះក្នុងពេលនេះក៏ជាឱកាសដ៏ល្អសម្រាប់លោកអ្នកក្នុងការដាក់ពាក្យស្នើសុំទៅកាន់អង្គភាពនោះផងដែររីឯលោកអ្នកដែលមានបំណងចង់ពង្រីកអាជីពឬចង់ពង្រីកការធ្វើអាជីវកម្មផ្សេងៗក៏នឹងអាចនាំឲ្យមានការរីកចម្រើនដ៏គួរឲ្យរីករាយផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលគប់បណ្ដាក់ទុនឬវិនិយោគដោយភាពលោភលន់និងចំណាយប្រាក់ហួសពីសមត្ថភាពរបស់ខ្លួនដោយភាពងងឹតងងុលឲ្យសោះបើមិនដូច្នេះទេក្រែងលោកអាចប្រឈមទៅនឹងការខាតបង់ដ៏ធំបានយ៉ាងងាយដូច្នេះចូលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងារឡើងដើម្បីកុំឲ្យឱកាសដ៏ល្អនេះរបូតចេញពីដៃរបស់លោកអ្នកបានឲ្យសោះដូចគ្នានេះដែរវាបានបង្ហាញរួចជាស្រេចថាលោកអ្នកនឹងមានមនុស្សជាច្រើនបានត្រៀមខ្លួនដើម្បីផ្ដល់ជំនួយនៅពេលណាដែលលោកអ្នកត្រូវការពួកគេសរុបសេចក្តីមកក្នុងខែនេះភាពជោគជ័យនៃអាជីពវិជ្ជាជីវៈរត់មកដល់ទ្វារគេហដ្ឋានរបស់លោកអ្នកហើយប្រសិនបើលោកអ្នកជាមនុស្សដែលព្យាយាមនិងខិតខំប្រឹងប្រែងចំពោះកិច្ចការងារដែលលោកអ្នកទទួលខុសត្រូវប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចូលកុំមានចរិតអំនួតនិងមោទនភាពខ្លួនឯងខ្លាំងហួសហេតុពេកចូលរៀនរៀបចំអាកប្បកិរិយាឲ្យសមសួនដោយមានសុជីវធម៌និងមានសីលធម៌ជាមួយមនុស្សទូទៅផងពីព្រោះវានឹងអាចផ្ដល់ឱកាសដ៏ល្អជាច្រើនសម្រាប់លោកអ្នកដើម្បីធ្វើឲ្យជីវិតរស់នៅរបស់លោកអ្នកមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងដូច្នេះចូលព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចនៃក្តីសុបិនរបស់លោកអ្នកទៅមើលជីវិតគូស្រករសម្រាប់អ្នកដែលបានរៀបការរួចហើយឬអ្នកមានគូស្រកររួចហើយការប្រស្រ័យទាក់ទងរបស់លោកអ្នកនៅក្នុងខែនេះមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកអ្នកគួរតែរក្សាអាកប្បកិរិយាអត់ធ្មត់អត់ឱនយោគយល់និងគោរពគ្នាទៅវិញទៅមកផងដែរប្រសិនបើមានអ្វីនៅក្នុងចិត្តលោកអ្នកគួរតែចំណាយពេលខ្លះៗក្នុងការដោះស្រាយដោយសន្តិវិធីម្យ៉ាងទៀតចូលជៀសវាងនៅការអួតអាងឬការបង្ហាញនៅភាពអំនួតរបស់ខ្លួនចំពោះភាគីដែលទន់ខ្សោយជាងប្រសិនបើលោកអ្នកមានបំណងចង់ថែរក្សាជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកឲ្យបានយូរអង្វែងឪពុកម្ដាយដែលមានកូនកើតក្នុងឆ្នាំពេលនៅតូចដែលមិនទាន់ដឹងក្តីនៅឡើយ
លោកអ្នកគួរតែចេះអត់ឱននិងព្យាយាមអប់រំគេដោយសន្តិវិធីប្រសិនបើគេមានអត្តចរិតរឹងរូសខ្លាំងជាងធម្មតានៅក្នុងខែនេះចំណែកអ្នកនៅលាវឬអ្នកដែលមិនទាន់មានគូស្រករវិញអ្នកនឹងអាចជួបមនុស្សដែលអ្នកកំពុងតែទន្ទឹងរង់ចាំពេលដែលអ្នកទាំងពីរគ្រាន់តែបានឃើញគ្នាកាលណាក៏មានចិត្តចំពោះគ្នាតែម្ដងអ្នកប្រហែលជាអាចជួបមនុស្សដែលមានវ័យចំណាស់បន្តិចឬគេជាមនុស្សដែលមានគំនិតចាស់ទុំឬគេជាមនុស្សដែលមានលក្ខណៈស្រដៀងនឹងចាស់ទុំក្នុងក្រុមគ្រួសាររបស់អ្នកឬគេជាមនុស្សដែលមានតួនាទីការងារល្អឬគេជាមនុស្សដែលអាចផ្ដល់ឱវាទដល់អ្នកឬគេជាមនុស្សដែលមានភាពទាក់ទាញឬគេជាមនុស្សដែលមានអត្តចរិតបែបឆ្មើងឆ្មៃបន្តិចដូច្នេះប្រសិនបើអ្នកបានឃើញថាអ្នកមានការយល់ចិត្តគ្នាដ៏ល្អនិងអាចធ្វើដំណើរលើមាគ៌ានៃសុភមង្គលហើយនោះតើនៅរងចាំអ្វីទៀតចូលប្រាប់ចាស់ទុំដើម្បីរៀបចំប្រារព្ធពិធីតាមប្រពៃណីដូនតាដ៏រុងរឿងរបស់ខ្មែរយើងទៅមើលសុខភាពនៅក្នុងខែនេះមិនមានអ្វីគួរឲ្យកត់សម្គាល់ខ្លាំងក្លានោះទេប៉ុន្តែលោកអ្នកគួរតែយកចិត្តទុកដាក់ដើម្បីរក្សាតុល្យភាពរវាងការងារនិងពេលវេលាឯកជនឲ្យបានល្អផងម្យ៉ាងទៀតលោកអ្នកក៏គួរតែកាត់បន្ថយការចូលរួមក្នុងកម្មវិធីជប់លៀងផ្សេងៗផងដែរបើមិនដូច្នេះទេក្រែងលោកអាចប្រឈមជាមួយបញ្ហាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភខ្លះៗដែរដូច្នេះលោកអ្នកគួរតែចំណាយពេលវេលាហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យខ្លះៗផងដើម្បីជាជំនួយដល់សុខភាពខួរក្បាលនិងសុខភាពឆ្អឹងឲ្យរឹងមាំល្អប្រសិនបើសុខភាពរបស់លោកអ្នកមិនប្រក្រតីក្នុងរយៈពេលកន្លងមកទេនោះជួនកាលក្នុងខែនេះអាចនាំឲ្យសុខភាពរបស់លោកអ្នកបានល្អប្រសើរឡើងខ្លះៗដែរចូលព្យាយាមថែរក្សាសុខភាពរបស់លោកអ្នកដោយធម្មជាតិបែបងាយៗជាប្រចាំថ្ងៃដោយរស់នៅក្នុងបរិស្ថានមានខ្យល់បរិសុទ្ធល្អបរិភោគចំណីអាហារដែលមានអនាម័យល្អនិងរក្សាអនាម័យរាងកាយឲ្យបានល្អជាប្រចាំនោះវាមិនត្រឹមតែអាចជាជំនួយដល់សុខភាពតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចជួយឲ្យជីវិតកាន់តែរីករាយថែមទៀតផងម្យ៉ាងទៀតចូលយកចិត្តទុកដាក់ខ្ពស់នៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវគោរពអ្នកដើរថ្មើរជើងគោរពអ្នកបើកបរផ្សេងទៀតនិងជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យឬជាចំណែកមួយក្នុងការរក្សាសីលធម៌នៃការបើកបរផងដែរវិធីបង្កើនសំណាងល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌ខៀវពណ៌ទឹកសមុទ្រពណ៌ខ្មៅពណ៌ផ្ទៃមេឃជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះៗផងដែរវិធីបង្កើនសំណាងល្អតាមបែប Feng Shui ដើម្បីជៀសវាងបញ្ហាផ្សេងៗនិងជួយបង្កើនសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងជើងទិសខាងជើងជាខាងកើតទិសខាងលិចទិសខាងជើងជាខាងលិចទិសខាងកើតនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងៗឬមានធាតុភ្លើងនៅទិសខាងជើងទិសខាងជើងជាងខាងកើតទិសខាងលិចទិសខាងជើងជាងខាងលិចទិសខាងកើតនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយតែបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន
ទីតាំងនិងទិសដៅល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែមេសាឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកគឺទិសខាងត្បូងទិសខាងត្បូងឈៀងខាងលិចនិងទិសខាងត្បូងឈៀងខាងកើតសូមបញ្ជាក់ថាទោះបីជាជោគជតារាសីបានបង្ហាញយ៉ាងណាក៏ដោយវាគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះរីឯលទ្ធផលយ៉ាងណាវិញនោះជួនកាលវាអាស្រ័យទៅលើបរិស្ថាននៃទីកន្លែងដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងាររួមជាមួយបុណ្យកុសលដែលលោកអ្នកបានសាងពីអតីតកាលនិងបច្ចុប្បន្នកាលព្រមទាំងការគិតពិចារណានិងសកម្មភាពផ្ទាល់ខ្លួនរបស់លោកអ្នកទៅវិញនោះទេដូច្នេះសម្រាប់ជាជំនួយក្នុងការបង្កើនសំណាងក្នុងជីវិតរស់នៅលោកអ្នកគួរតែយកចិត្តទុកដាក់រៀបចំគេហដ្ឋានដែលលោកអ្នករស់នៅនិងទីកន្លែងដែលលោកអ្នកធ្វើការងារឲ្យបានល្អដោយតែបានជម្រាបជូនតាមរយៈវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយបន្ថែមលើនេះផងដែរលោកអ្នកគួរតែរក្សាសីលធម៌ដោយមានអត្តចរិតដឹងខុសត្រូវចេះដឹងគុណចំពោះអ្នកដែលបានផ្ដល់ជំនួយចេះអត់ឱនស្គាល់ចាស់ទុំមានគុណធម៌ក្នុងនាមជាមនុស្សដែលស្មោះត្រង់មិនលោភលន់ហួសប្រមាណមិនចង់បានរបស់អ្នកដទៃមិននិយាយកុហកបោកប្រាស់អ្នកដទៃនិងមិនធ្វើអ្វីដែលនាំឲ្យមានភាពក្តៅក្រហាយដល់អ្នកដទៃជាដើមចូលគិតអ្វីដែលល្អនិងធ្វើអំពើល្អៗផ្សេងដោយសេចក្តីជ្រះថ្លាក្នុងចិត្តឲ្យបានច្រើនតាមដែលអាចធ្វើបានពីព្រោះបើតាមអបិយជំនឿប្រសិនបើលោកអ្នកសន្សំអំពើល្អបានច្រើនប៉ុណ្ណាវាក៏អាចនឹងមានអំណោយផលល្អនិងផ្ដល់ឲ្យលោកអ្នកវិញនូវសំណាងល្អៗជាច្រើនផងដែរដូច្នេះចូលយកចិត្តទុកដាក់ថែរក្សាទំនុកបម្រុងនិងឧបត្ថម្ភអ្នកមានគុណរបស់លោកអ្នកគឺឪពុកម្ដាយជីដូនជីតានិងមនុស្សដែលធ្លាប់បានជួយជីវិតរបស់លោកអ្នកឲ្យមានភាពល្អប្រសើរឡើងបន្ថែមលើនេះផងដែរចូលចាប់ផ្ដើមធ្វើអំពើល្អដោយការជួយយកអាសាមនុស្សជុំវិញខ្លួនលោកអ្នកដែលត្រូវការជំនួយទោះបីជាលោកអ្នកជួយគេដោយកម្លាំងកាយឬជួយគេដោយកម្លាំងចិត្តឬជួយគេដោយកម្លាំងប្រាជ្ញាក៏ដោយគឺសុទ្ធតែជាអំពើល្អដូចគ្នាដែលលោកអ្នកអាចធ្វើបានគ្រប់ពេលវេលាគ្រប់កលៈទេសៈចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសុវណ្ណសូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត